ប៉ាម៉ាក់ខ្ញុំមកវិញហើយប៉ាម៉ាក់តើមិនមែនពួកគាត់កំពុងតែនៅក្នុងបន្ទប់ទទួលភ្ញៀវទេទូរស័ព្ទទៅអីគេសេវឈិនហាពេលណាឯងមកផ្ទះវិញកូនប្រុសពេលនេះម៉ោង7:10ហើយមកផ្ទះលឿនមកប៉ាបានធ្វើអាហារបឆ្អឹងជំនីជ្រូកទុកញោមពេលយប់ខ្ញុំកំពុងនៅផ្ទះតើម៉ាក់មិនមែនល្ងងទេកូននៅផ្ទះរអត់រឿងអីម៉ាក់មិនដឹងកុំលេងសើចច្រើនពេកម៉ាក់និងប៉ាឯងកំពុងនៅបន្ទប់ទទួលភ្ញៀវបើសិនក្នុងរូបជាម៉ាក់និងប៉ាខ្ញុំចុះអ្នកអង្គុយលើសាឡុងមើលទូរទស្សន៍ជាអ្នកណាសេវឈិនកូនមកហើយហេកូនរៀនប្រកាសជាហត់ហើយប៉ាបានរៀបចំអាហារពេលយប់ឲ្យកូនខ្ញុំមិនឃ្លានទេមិនចង់ញោមទេឯងពីមុនចូលចិត្តម្ហូបប៉ាឯងធ្វើណាស់ថ្ងៃនេះហេតុអីមិនឃ្លានអ្នកទាំងពីរនេះមិនមែនជាឪពុកម្ដាយបង្កើតរបស់ខ្ញុំទេថ្មីនេះពួកយើងមានមនុស្សម្នាក់បានលួចចូលផ្ទះយើងបុរសនោះបានធ្វើពុតជាកូនស្រីរបស់យាយមឹងមិនប៉ុន្មានការពិតក៏ត្រូវបានបង្ហាញក្លិនឈ្ងុយណាស់ក៏បានភីក្លិនមកដល់ផ្ទះយើងដែរកូនសេវឈិនថ្ងៃនេះមិនញោមសាច់ទេតើអាចទេឯងជាមនុស្សដែលបន្លំខ្លួនដែរខ្ញុំសង្ស័យថាពួកគេនឹងស៊ីខ្ញុំដោយមិនស្ទាក់ស្ទើរទេត្រូវហើយថ្ងៃនេះសេវឈិនមើលទៅចម្លែកណាស់ទឹកមុខមើលទៅក៏មិនសូវស្រួលដែរមើលទៅដូចជាខ្លាចពួកយើងចឹងសេវឈិនហេតុអីកូនមិនញោមសាច់ពួកយើងមិនដែលមិនចង់ញោមសាច់ទេពីមុនប៉ាម៉ាក់ខ្ញុំលេងសាច់ទេខ្ញុំមិននឹងអាចមិនញោមសាច់នោះត្រូវតែញោមវាបើមិនចឹងទេពួកគេនឹងដឹងសេវបើមិនដោយសារតែរាល់ខែអ្នករកលុយបានតិចទេពួកយើងក៏មិនធ្វើចឹងដែរអាចទិញបានត្រឹមតែសាច់បន្តិចបន្តួចពេលនេះសេដ្ឋកិច្ចកំពុងធ្លាក់ចុះឲ្យបងធ្វើម៉េចសេវឈិន小陈មិនញោមប៉ាធ្ងន់ប្រុសពេលនេះកំពុងហាត់ប្រាណសម្រាប់ខ្លាញ់ក្បាលពោះអ្នកកំពុងខំគេឲ្យញោមអីរបស់ល្អចឹងឲ្យខ្ញុំញោមទៅចឹងវាសម្រាប់សុខភាពនិងសម្រកទម្ងន់ខ្ញុំក៏ត្រូវការគ្រប់គ្រងទម្ងន់ខ្ញុំដែរសាច់ទាំងនេះអ្នកទាំងពីរញោមទៅតោះទៅបន្ទប់បងសេវឈិនឯងមិនបានជួបបងស្រីយូរហើយតើនាងជាបងស្រីខ្ញុំពិតឬអត់ចុះបើជាបិសាចបន្លំខ្លួននោះតើគេចង់សាក់លបងខ្ញុំទេដឹងបានហើយឯងមិនបាច់ធ្វើពុតទៀតទេយើងដឹងឯងជាមនុស្សបន្លំខ្លួនខ្ញុំក៏ជាមនុស្សមិនមែនខ្មោចទេមានតែពេលនេះទេដែលខ្ញុំយល់នៅពីមុខខ្ញុំគឺជាបងស្រីរបស់ខ្ញុំដែលបានបាត់ខ្លួនបងស្រីអ្នកទិនយូមលេតើពួកគេនៅទីនេះទាំងអស់គ្នាមែនទេ2 ឆ្នាំមុនពេលវិសង្ការពេលបងត្រឡប់មកផ្ទះវិញបានបើកទ្វារមកដល់ទីនេះតើទីនេះជាកន្លែងអីទីនេះជាភពរបស់បិសាចខ្ញុំចង់រស់នៅទីនេះយើងនឹងមិនត្រូវបានពួកគេរកឃើញអត្តសញ្ញាណនោះទេនៅទីនេះពួកយើងនៅតែជាសិស្ស2នាក់បិសាចវាចូលចិត្តស៊ីសាច់មនុស្សតែនេះមិនត្រឹមតែជាអាហាររបស់ពួកគេទេសាច់តែមួយគត់គឺសាច់កកវាត្រូវវាបានដឹកជញ្ជូនពីភពមនុស្សយើងមកអ្នកមានន័យថាក៏មានសត្វចម្លែកបែបនេះនៅក្នុងពិភពយើងដែររាល់យប់ម៉ោង9ច្រកទ្វារភពមនុស្សនឹងចករកទ្វារបិសាចនឹងបើកសាច់នឹងត្រូវបានដឹកជញ្ជូនពីនោះសេវឈិនខ្ញុំនឹងព្យាយាមអស់ពីលទ្ធភាពដើម្បីកុំឲ្យអ្នកញោមសាច់នោះតើយើងទៅពិភពលោកពិតដោយរបៀបណាមានតែការឆ្លងកាត់ទ្វារនោះតែប៉ុណ្ណោះទើបអាចត្រឡប់ទៅពិភពលោកពិតបានតែឯងកុំបារម្ភបងស្រីប្រកាសជាអាចនាំឯងចាក់ចេញពីទីនេះបានសេវឈិនno ពេលនេះម៉ោង11ហើយពួកឯងគួរតែទៅគេងហើយម៉ាក់ចឹងខ្ញុំទៅបន្ទប់គេងហើយសេវឈិនខ្ញុំមានអារម្មណ៍ថានៅលើខ្លួនអ្នកមានក្លិនដូចមនុស្សកូនប្រុសម៉ាក់គ្រាន់តែនិយាយលេងទេអ្នកគឺជាបុរសមិនបានឆាប់ភ័យម្លេះម៉ាក់តាមពិតខ្ញុំដឹងថាម៉ាក់លេងសើចពេលខ្ញុំមកដល់បន្ទប់ខ្ញុំបានរកឃើញនេះដូចជាបន្ទប់នៅក្នុងជីវិតពិតខ្ញុំចឹងហើយនៅមានទស្សនាវដ្តីនិងរូបចម្លាក់នៅលើគ្រែផងដែរប៉ុន្តែខ្ញុំមិនមានអារម្មណ៍ស្រមាំឬកក់ក្ដៅនោះទេខ្ញុំមិនបានគេងលក់ស្រួលទេនៅពេលនោះនៅក្នុងភាពងឿងឆ្ងល់ខ្ញុំមានអារម្មណ៍ថាមាននរណាម្នាក់លួចមើលខ្ញុំនៅតាមរន្ធទ្វារម៉ាក់គាត់បានរកឃើញយើងហើយតើពួកយើងនឹងស៊ីគាត់យ៉ាងម៉េចសេវឈិនចេញមកញោមបាយពេលព្រឹកប្រកាសជាអាចនាំបងស្រីចេញពីទីនេះដោយសុវត្ថិភាពសេវឈិនមកអង្គុយលឿនទៅ
មើលទៅដូចជាបងស្រីនិយាយត្រូវសាច់ប្រភេទនេះមិនសូវមាននៅទីនេះទេ មកយើងអធិស្ឋានជាមួយគ្នាយើងគួរតែអរគុណព្រោះជាម្ចាស់ចំពោះអាហារដែលទ្រង់ប្រទានមកឲ្យយើងអរគុណព្រោះជាម្ចាស់ចំពោះអាហារដែលទ្រង់ប្រទានមកឲ្យយើង ខ្ញុំគិតថាវាជារឿងហួសចិត្តណាស់បេសាចជឿលើព្រះដែរហេះបន្ទាប់ពីអធិស្ឋានគ្រប់គ្នាចាប់ផ្ដើមញ៉ាំអាហារពេលព្រឹកសំណាងល្អសាច់វិចមានរសជាតិឆ្ងាញ់វាគ្រាន់តែជាសាំងវិចធម្មតាតាមផ្លូវទៅសាលាប្រយថ្នាផង